អ្នកខ្លះកើតមកវាថាមិនបានល្អប្រសើរដូចគេរូបក៏មិនស្អាតរៀនក៏មិនសូវបានចេះហើយរស់ស៊ីអីក៏មិនសូវទៅមុខហើយដល់អញ្ចឹងតាំងប្រៀបធៀបបងប្អូនគេគ្រាន់បើអញដូចជាយ៉ាប់យ៉ឺនឬក៏ថាមានប្តីមានប្រពន្ធទៅក៏មិនសំប្រកបទៅបែកបាក់ព្រាត់ប្រាសឆ្លោះកែកមានកូនមកតណាត់តណែងកូនមិនស្ដាប់មិនធ្វើតាមកន្លងធေါ်អីចឹងហើយអញ្ចឹងតូចចិត្តនឹងវាសនាមិនបានអញ្ចឹងមិនបានអញ្ចឹងមិនបានខ្ញុំពិបាកជាងគេអានឹងបើគិតតាមផ្នែកកម្មផលអានឹងវាមានតំណែងតំណងមកមានកម្មចាស់មកហើយវាមានកម្មថ្មីផងកម្មចាស់ឧទាហរណ៍ថាយើងមិនបានសមឧបនិស្ស័យរៀនសូត្រមកអញ្ចឹងបច្ចុប្បន្នហ្នឹងរៀនចេះមិនទៅមុខហើយមិនបានសូវធ្វើទៀនចាំម៉ែចាំឪមករស់ស៊ីវាមិនសូវឡើងហើយបើត្រូវធ្លាប់កុហកបោកប្រាស់កັບកេងគេទៀតមកដាក់ទៅចេះតែឡងចុងទៅមិនសូវជាចម្រុងចម្រើនទេហើយបើធ្លាប់និយាយប្រកាច់ប្រខូចអេចអូចធ្វើឲ្យអ្នកដតីបែកបាក់ព្រាត់ប្រាសកូនបានមកគេមិនសូវស្ដាប់ប្រកបយើងធ្វើការងារនិយាយស្ដីអីទៅមិនជាមនុស្សមានទឹកមាត់ប្រៃទេនិយាយចោលគេមិនយកចិត្តទុកដាក់ទេអាហ្នឹងវាមានផលកម្មអញ្ចឹងមកផ្នែកហើយប៉ុន្តែវាមានកម្មបច្ចុប្បន្នដែលយើងអាចធ្វើហើយយើងអាចផលិតផលថ្មីជាប្រយោគៈសម្បត្តិកិច្ចការដែលយើងត្រូវធ្វើពេលបច្ចុប្បន្នហ្នឹងឲ្យល្អដូចជាភិក្ខុមួយព្រះអង្គលោកមិនសូវបានធ្វើបុណ្យពីមុនមកអញ្ចឹងបួសហើយក៏មិនសូវមានចង្ហាន់ឆាន់មិនសូវមានញាតិញោមស្គាល់ដែរអញ្ចឹងបានព្រះសម្មាសម្ពុទ្ធឲ្យលោកឧស្សាហ៍យកទឹកលាងជើងហ្នឹងមកដាក់សម្រាប់ប្រសង់លាងជើងមុននឹងឡើងកត់ឡើងសាលាហើយនឹងដាក់ទឹកឆាន់សម្រាប់ប្រសង់ទូទៅក្នុងក្អមក្នុងពាងអីចឹងទៅអញ្ចឹងលោកឧស្សាហ៍ធ្វើរាល់ថ្ងៃសកម្មភាពបច្ចុប្បន្នជាបុណ្យកុសលអំពើល្អចរិយាមារយាទហ្នឹងល្អហ្នឹងធ្វើឲ្យពុទ្ធបរិស័ទមកឃើញលោកស្រឡាញ់លោកអាណិតលោកអញ្ចឹងបុណ្យបច្ចុប្បន្នហ្នឹងធ្វើឲ្យគេចូលចិត្តរាប់អានលោកហើយលោកក៏សម្បូរដោយលៀបតាមកម្លាំងបុណ្យពីបច្ចុប្បន្នហ្នឹងទៅអញ្ចឹងយើងជួបរឿងមិនល្អហ្នឹងយើងចាត់ទុកថាវាជាការធ្វើប្រហែសរបស់យើងមិនបានពិចារណាត្រឹមត្រូវរើសបុគ្គលហ្នឹងយើងចាត់ទុកថាវាជាផលបាបចាស់ទៅចោះជួបរឿងត្រូវខាតបង់អញ្ចឹងណាស់ហើយចោះយើងអរគុណអ្វីដែលមានពេលបច្ចុប្បន្ននេះអរគុណពុកអរគុណម៉ែដែលបានចាំបីបាច់ថែរក្សាខ្ញុំឲ្យមានជីវិតតែបើថាខ្ញុំមិនមានវាសនាល្អដូចកូនគេផ្សេងប៉ុន្តែបានពុកម៉ែជួយមើលថែចិញ្ចឹមឲ្យខ្ញុំមានជីវិតប៉ុណ្ណឹងខ្ញុំប្រើជីវិតហ្នឹងជាមូលដ្ឋានផឹងប្រែងដើម្បីឲ្យជីវិតហ្នឹងបានថ្កុំថ្កើងអត់ទៅដាក់កំហុសបន្ទោសអ្នកនេះបន្ទោសអ្នកនោះមកពីម៉ែហ្នឹងមកពីអ្នកនេះមកពីអ្នកនោះអីទេថាមនុស្សយើងវាមានសម្ពាយកម្មសម្ពាយបុណ្យហ្នឹងផ្សេងគ្នាមកអញ្ចឹងយើងមានប៉ុណ្ណឹងយើងអភិវឌ្ឍពីអ្វីដែលយើងមានហ្នឹងធ្វើដំណើរទៅមុខទៀតដោយសតិបញ្ញាស្មារតីការខ្សែផ្គប់ល្អការគ្រប់គ្រងចិត្តឲ្យបានត្រឹមត្រូវការត្រេះរិះពិចារណាហើយការសិក្សារៀនសូត្រឲ្យបានច្រើនអានឹងយើងអាចរៀបចំជីវិតនឹងបានល្អទៅមុខហើយអញ្ចឹងយើងកុំចាំបាច់ថាបន្ទោសគេបន្ទោសឯងតូចចិត្តនឹងចេះចុះអីអានឹងជាផលវិបាកកម្មចុះអញ្ចឹងហើយយើងផលិតកម្មថ្មីដើម្បីទទួលបានផលថ្មីមកវិញអានឹងយើងអ្នកទទួលខុសត្រូវខ្លួនយើងអត់អាចអង្គុយកើតទុកហើយស្រាប់តែសង្ឃឹមថាចាំបានផលល្អបានទេ
អ្នកខ្លះហ្នឹងងាយនឹងប៉ះពាល់អារម្មណ៍ឆាប់ឆេវឆាវនិយាយសម្ដីប៉ះពីអីតិចតួចឆាប់យកមកដាក់ខ្លួនហើយប្រកាន់ខឹងអោបពាក្យសម្ដីនៅក្នុងចិត្តដូចភ្លើងអញ្ចឹងនឹងវាអាចតកតងនឹងឧបនិស្ស័យទលាប់ចូលចិត្តសំអាខឹងនឹងតិចពីដើមមកថាអីតិចប្រងប្រាវទាស់ចិត្តអីតិចមុងម៉ាំងចឹងវាសំដូចយើងសំលុយក្នុងធនាគារអញ្ចឹងវាអាចតកតងនឹងសម្ពាធការងារច្រើនដល់ពេលវាធ្ងន់ទៅយើងធ្វើអត់អស់វាអស់កម្លាំងកាយកម្លាំងចិត្តក៏ឆាប់ឆេវឆាវដែរវាអាចតកតងនឹងជំងឺផ្លូវកាយឈឺច្រើនអញ្ចឹងធ្វើឲ្យរាងកាយទ្រុឌទ្រោមស្ទះអារម្មណ៍ហ្នឹងវាខ្សោយអញ្ចឹងវាប៉ះឆាប់ឆេវឆាវជំងឺផ្លូវចិត្តរ៉ាំរ៉ៃយូរវែងមកក៏ងាយនឹងធ្វើឲ្យមនុស្សហ្នឹងធ្លាក់ក្នុងអន្លង់មួម៉ៅឆេវឆាវច្រើនហ្នឹងអញ្ចឹងយើងត្រូវព្យាយាមព្យាបាលពីគ្រប់មុំខ្លួនឯងដឹងថាជាមនុស្សមួម៉ៅឆេវឆាវចាប់ផ្ដើមមានស្មារតីថាអូអញដើរផ្លូវហ្នឹងខុសហើយវាប៉ះពាល់ទាំងខ្លួនឯងប៉ះពាល់ទាំងអ្នកនៅជុំវិញយើងស្ដាប់ពធអប់រំចិត្តមានពេលនៅកន្លែងរៀងស្លាស់ហើយនឹងដកដង្ហើមវែងហើយយើងកុំសូវនៅក្នុងកន្ទប់បិទចិត្តឈឹងពេកពីព្រោះតែនៅក្នុងកន្ទប់បិទចិត្តឈឹងខ្វះអុកស៊ីហ្សែនធ្វើឲ្យខួរក្បាលហ្នឹងឆាប់មួម៉ៅឆាប់ stress ឆាប់ឆេវឆាវដែរបើកប្រអួចយកពលឺយកខ្យល់អាកាសឲ្យបានគ្រប់គ្រាន់ហើយមានពេលអាចជួបពិភាក្សាជាមួយមិត្តភ័ក្តិល្អជាកល្យាណមិត្តឲ្យគេជួយដាស់តឿនហើយនឹងស្ដាប់ធម៌ធ្វើទុកក្នុងចិត្តឲ្យត្រូវទំនងកំណត់ដឹងថាជីវិតហ្នឹងវាមានបញ្ហាចឹងឯងស្អីវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេមានខន្តីមានអត់ធន់មានស្មារតីនឹងរំលឹកខ្លួនឯងថាអញ្ចឹងជីវិតហ្នឹងហើយបើឈឺព្យាបាលទៅឈឺកាពះឈឺពោះវៀនបើអ្នកខ្លះកាត់ប្រមាត់ក៏ឆាប់ឆេវឆាវបើមានផ្ទៃពោះត្រូវប្រសូតបុតឬក៏វះអីហ្នឹងក៏ឆាប់រងផ្លូវចិត្តហ្នឹងណាបើអ្នកនៅជុំវិញខ្លួនមិនដឹងទេឃើញគាត់ឆាប់ឆេវឆាវអញ្ចឹងហើយអត់ដឹងថានឹងដោយសារឥទ្ធិពលរបស់ជំងឺហើយធ្វើឲ្យគាត់ទាស់ចិត្តអានឹងឆាប់ធ្លាក់ក្នុងរងវិបត្តិផ្លូវចិត្តហ្នឹងអញ្ចឹងបើមានជំងឺផ្លូវកាយព្យាបាលហើយសម្រួលចិត្តទៅកុំឲ្យភ័យកុំឲ្យតក់ស្លុតដូចថាញីញ័រពេកវាធ្វើឲ្យរោគទាំងផ្លូវកាយទាំងផ្លូវចិត្តហ្នឹងដុនដាបហើយវាត្រូវការជួយឧបត្ថម្ភពីអ្នកជុំវិញហ្នឹងជាក្រុមគ្រួសារអ្នកនៅចិត្តនឹងឯងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ជាងគេនិយាយភាសាសាមញ្ញហើយបើនិយាយក្នុងធម៌ដូចថាវាធ្វើឲ្យចិត្តនឹងឆេវឆាវហ្នឹងកើតទោសៈហ្នឹងគឺអ្នកនៅក្បែរអារម្មណ៍ដែលនៅក្បែរហ្នឹងតើតែយើងស្វែងយល់ថាអូគាត់មានបញ្ហាអញ្ចឹងកុំឲ្យធ្វើអីដែលធ្វើឲ្យប៉ះពាល់ធ្វើឲ្យទាស់ចិត្តគាត់ណាបើនៅក្នុងភាសាពេទ្យគេហៅ family therapy ព្យាបាលជាលក្ខណៈគ្រួសារឬក៏បើប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹងគេមិនហៅតែប្តីហៅប្រពន្ធហៅទាំងពីរគេហៅ couple therapy ព្យាបាលទាំងលក្ខណៈប្តីប្រពន្ធគ្រួសារអញ្ចឹងហើយបើវាមានបញ្ហារហូតដល់ថ្នាក់គេមិនលក់អីទៀតដល់នឹងត្រូវការជួបពេទ្យដើម្បីជួយពិគ្រោះយោបល់មានថ្នាំមានអីជួយសម្រួលពេលដែលវាពិបាកខ្លាំងនឹងត្រូវការជួបពេទ្យហើយ
ai dạ bỏ luôn nơi bị chăm ngay thôi cũng ở nơi smok smile sum cọc nơi nâng tục ấp chế hạt pram ấy tê anh nâng biết vừa ở và quan trên cái chiêm vì ở rụt hay oxygen vì ở group đó là chấn vì vừa ở dưới trôm tầng lời cái tầng lời chất năng bị bẻ quan cái này chân tôi là dương xóm cùng tầng tầng sọc phiệp lời cái tầng mình nuôi chung bình luôn tầng nằm pet hay nâng tầng cà phê Europe tầm nào này thò mà chiết dương kịch thịt nâng ai chỉ vật nâng về chẳng ai bàn khá khi vậy là mình là chỉ rừng thò mà đà hay miền smart đây chỉ phải chăm khăn cả lá có đang thấu anh khăn ngay chân chập đàm đồ ròm chập đàm từ rô nè na thì chế bị phía xa từ cái độ đằng hầm sân tới hỏi bàn chập đàm bị tràn mà mưa mùa hè mấy ban Việt miền rương nâng chẳng là cả là ấy nhưng đó xài tịnh đòn nâng dương áp sự đột luôn ai bây giờ mùa mai cũng đã là hai prong pra tới cái đau thằng dương cái đau thằng nè được cái bài gì nè khá nó dễ ba mình bàn lơ lúa rồi có cái prap cầm học con che mùi cho muối nó để cho lau tàu tôn tăng màu vinh màu mình che thà ơi mình nữ về miền pê khó về miền pê thử chẳng kịp prap dương miền ở cả bàn cài prai cầm học vừa ở bàn là o chiên môn đó vừa chỉ mình nuốt nghề bắt đầu thế ở chẳng ấy khó hỏi nơi ta lại lọc dây bộ vạch bộ viên vô trời của ai nâng tiền anh nâng bên nâng không thua lúc hơi tục phải chào mình được và bạc và đài miền nè trơn căn trơn anh thông anh thử anh khăn hay mưa nghề kê hay miền bụt bột mình sự smart thoáng smart so tê hay thứ cả nghe mình cho sầm rong kia tê hay mình ai càng càng như thông ban đấy tôi nè để hiện sát cài sát chất miền khăn tây ọt thôn che đại miền nè nâng cho máu nâng ban từ thừa mì kì cài hay bên nơi tung tăng lùm măng tham bàn chẳng vô bàn là pan năng từ ná cô nơi tình chăng bị bố ca nghe thống từ tôi có thời chớn vì thời miên là sự mặt phiếp cột cồn lời chật nâng có bùa đại từ thừa chỉ mê cái bàn và mình chẳng nghe với khôi ca cái mình đáp rồi có cao tới chỉ chùm lua bè cha bạch bạc không krom hôn rồi có sự thả bàn nè chân vừa to là dương kết tha cái prap của màu dương nó đôi chia cái prap tham mục dương và lạc chiung chẳng á đà từ nông thì sa thiền nại dương ở côn kê nhưng mà đăng nhưng mưa mục của này khơi từ lục từ liền ấy tranh tư dạngนั้นเนี่ย
đợt tây prap cầm hồ nó đôi chỉ kinh chọn mưa mà lười dương nâng hãy bự thì họ thắc kê vậy nâng về tới dương ở con kia tới hãy bự thà vậy nâng vừa bự lơ bạc cạch bạc khối dương ở nát quạt á thà hệ đấy bạn vô bà chăng càng nghe thưa mình phồm thưa mấy cụ mùi vô bà đã luôn đã mọt chăng hãy có mình tự chọn cùng nôm mua máu khăn quạt đai nấc ở nát quạt thà quạt speed bà từ tam luôn quạt năng chăng về to là hiện miền khăn tây hiện che tầm lẹ miền nè năng cho khóm hiện đạp kia hiện smart thoáng ấy bật thật khó ôiខ្ញុំសុំទោសហើយខ្ញុំវាផ្លាត់ពេលហ្នឹងអាហ្នឹងល្អហ្មងតចរិតហ្នឹងខ្លាយទៅជាមេគេបានមិនជាអ្នកបន្លែប្រឡប់អាហ្នឹងគេដឹកនាំគេមិនបានទេអញ្ចឹងតើតម្លាក់អាហ្នឹងកុំធ្វើជាមនុស្សប៉ះមិនបានអាហ្នឹងទើបយើងអាចចម្រើនដោយចំណេះដឹងចម្រើនដោយបុណ្យកុសលហើយរស់នៅជាមួយគ្នានឹងបានសុខសប្បាយជាមួយគ្នាពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងចឹងយើងអត់អាចសង្ឃឹមថាគេសរសើរយើងរហូតគេគាំទ្រយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពីរោះក្តីមិនពីរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើងមិនអាចទៅខាត់ខាំងថាមាត់គេមិនឲ្យគេនិយាយអញ្ចឹងឬក៏ហាមគាត់ថារឿងនឹងមិនឲ្យកើតឡើងហាមអត់បានទេយើងអត់មានសមត្ថភាពទៅខាត់រឿងនឹងបានទេអ្វីដែលយើងអាចធ្វើបានគឺយើងយកមកវិភាគពិចារណាថារឿងហ្នឹងបើជារឿងល្អយើងកំណត់ដឹងដោយបញ្ញាថាជាផលរបស់បុណ្យជាផលនៃការព្យាយាមប្រឹងប្រែងតស៊ូរបស់យើងទើបបានទទួលរឿងល្អហ្នឹងមកហើយបើជួបរឿងមិនល្អក៏ត្រូវមានបញ្ញាកំណត់ដឹងថានឹងក៏ជាផលនៃអំពើមិនល្អផលនៃការខ្ជិលឬក៏ផលនៃការមិនយកចិត្តទុកដាក់របស់យើងទើបបានរឿងនឹងកើតឡើងវាអាចមានហេតុពីអតីតហើយនឹងហេតុបច្ចុប្បន្នបូកផ្សំគ្នាទើបវាចេញទៅជារឿងផលល្អនិងផលអាក្រក់នឹងជាយើងមានបញ្ញាមួយនៅអមជាមួយចិត្តនឹងជួយខ្សឹបប្រាប់ចិត្តនឹងជួយពន្យល់ប្រាប់ចិត្តនឹងថានឹងឯជីវិតនឹងវាត្រូវតែប្រឈមមុខអញ្ចឹងឯងហើយយើងទទួលដោះស្រាយមិនមែនថាអញ្ចឹងមិនទៅជួបរឿងអីក៏រឿងទៅអញមិនខ្វល់មែនទេក្នុងន័យនេះតាមន័យនៅក្នុងអភិធម្មថាអកុសលវិបាកដែលយើងជួបហើយផលនៃបាបហ្នឹងយើងរត់ទៅណាក៏រត់មិនរួចដែររត់ចូលក្នុងព្រៃឡើងលើភ្នំ
ចូលរួមក្តាមក៏អកុសលនឹងវាតាមយើងដែរសូម្បីតែបានត្រាស់ជាពុទ្ធហើយអកុសលកម្មចាស់ហ្នឹងវានៅតាមពុទ្ធនឹងបានទៅទៀតរឿងអីថាវាមិនអាចមកតាមយើងជាមនុស្សសាមញ្ញបានហើយកម្មហ្នឹងមិនមែនជាអ្នកណាជាអ្នកសាងគឺយើងជាអ្នកសាងហ្នឹងឯងយើងជាអ្នកសាងហេតុនៃរឿងអាក្រក់ហ្នឹងយើងជាអ្នកសាងហេតុនៃរឿងល្អហ្នឹងហើយយើងជាអ្នកទទួលរឿងអាក្រក់និងរឿងល្អហ្នឹងយើងមិនអាចបន្ទោសព្រះប្អិនព្រះអង្គណាបានទេយើងនឹងជាអ្នក design ជីវិតឲ្យខ្លួនឯងហ្នឹងឯងបើទោះជាទេវតាប្អិនលោកមកជួយយើងក៏តលតែយើងនឹងមានបុណ្យនឹងឲ្យទេវតាប្អិននឹងជួយយើងដែរបើយើងខ្វះបុណ្យលោកចង់ជួយក៏ជួយយើងមិនបានដែរលោកអាចមានចិត្តអាណិតប៉ុន្តែមិនដឹងធ្វើម៉េចសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលខ្លួនបានធ្វើអញ្ចឹងយើងបើឃើញរឿងអីមិនល្អមិនសមរម្យការប្រព្រឹត្តនឹងមិនត្រឹមត្រូវយើងអាចណែនាំថាស្ដីប្រយែពយល់ប៉ុន្តែតលប្រយ័ត្នប្រយែងផ្លូវចិត្តរបស់យើងផងពីព្រោះពេលខ្លះយើងបញ្ចេញកំហឹងការទាស់ចិត្តនឹងប្រកបដោយគំនុំស្អប់វាទៅជាធ្វើឲ្យយើងនឹងកើតទោសៈទៅវិញកំហឹងសួរថាព្រះអង្គបដៅសាវកឯតែព្រះអង្គបដៅព្រះអង្គស្ដីថាទេតែព្រះអង្គស្ដីថាព្រះអង្គឃើញថាគេខុសទេព្រះអង្គឃើញថាគេខុសហើយស្ដីថាប៉ុន្តែសួរថាព្រះអង្គទៅខឹងទៅស្អប់ទៅពិបាកចិត្តទៅទុកទោមមនុស្សទេថាអត់ទេព្រះអង្គបដៅប្រាប់នឹងដោយបតីករុណាមិនស្លូតអាខុសក៏ខុសទៅអាត្រូវក៏ត្រូវទៅមែនទេព្រះអង្គនៅតែជួយណែនាំប៉ុន្តែបតីព្រះអង្គនឹងមានព្រះបញ្ញាញាណគ្រប់គ្រងបតីរបស់ព្រះអង្គមានឧបេក្ខាមានសមាធិដែលជួយឲ្យព្រះអង្គមានទាំងកម្លាំងកាយមានទាំងកម្លាំងចិត្តហើយការណែនាំនោះប្រកបដោយមហាករុណាអត់មានស្អប់គុំគួនទៅទៀតអញ្ចឹងបតីនឹងស្អាតបរិសុទ្ធណាស់ត្បិតថាស្ដីគឺពិតមែនប៉ុន្តែយើងជាពុទ្ធជននេះវាពិបាកនឹងគ្រប់គ្រងចិត្តពិបាកនឹងបែងចែកថាមួយណាជាការស្ដីបដៅដោយករុណាមួយណាជាការខឹងដូចថាទុកទោមមនុស្សក្នុងចិត្តហើយធ្វើឲ្យបញ្ចេញទៅវាជាវាចាពេលខ្លះជាវាចាមួយណែនាំបដៅមិនប៉ុន្តែដោយកំហឹងទៅវាធ្វើឲ្យកើតទៅជាទោសៈទាំងយើងអ្នកនិយាយអ្នកស្ដាប់នោះក៏កើតទោសៈត្បិតថាការណែនាំហ្នឹងឃើញកំហុសហ្នឹងវាខុសជាងក៏ពិតមែនហើយអញ្ចឹងបានថាការថែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេអញ្ចឹងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់រឿងទេមនុស្សមិនអាចធ្វើត្រូវចិត្តតាមយើងប្រាថ្នាបានគ្រប់គ្នាទេគេមិនចេះតែធ្វើល្អជាមួយយើងនិយាយសរសើរយើងរហូតទេរឿងវាមានទាំងសងខាងវាមានទាំងល្អមានទាំងមិនល្អអញ្ចឹងព្រះអង្គឲ្យយើងរៀនកាត់ទោមមនុស្សចំពោះរឿងមិនល្អហើយនឹងសោមនស្សឬក៏អភិជាជាប់ជំពាក់នឹងរឿងល្អព្រះអង្គឲ្យយើងដើរផ្លូវកដាលវិញរឿងល្អរឿងមិនល្អកើតឡើងទទួលដោះស្រាយធ្វើដំណើរទៅមុខមិនឲ្យជាប់ជំពាក់ទាំងសងខាងអានឹងទើបយើងមិនសូវកើតទុកខ្លាំងនៅក្នុងពុទ្ធសាសនាចិត្តមានន័យច្រើនន័យមួយលោកប្រែមកវិញថាដឹងនៅអារម្មណ៍អញ្ចឹងអារម្មណ៍ដែលវាមកកាន់ភ្នែកតិចច្រមុះដាតកាយនិងមនោទ្វារនេះចិត្តនឹងវាចាប់យកអារម្មណ៍ទាំងអស់ហ្នឹងប៉ុន្តែយើងអាចមានសមត្ថភាព
រើសយកអារម្មណ៍ដែលនាំឲ្យចិត្តសបាយរីករាយកើតបនដែរមិនចេះតែបដោយចិត្តនឹងឲ្យវាទៅតោងយកអារម្មណ៍ដែលនាំឲ្យកើតចិត្តបាបចិត្តអកុសលមួម៉ៅក្តៅក្រហាយអញ្ចឹងបាននៅក្នុងធម៌លោកឲ្យយើងមានសតិនិងសម្បជញ្ញៈសតិនឹងជាអ្នកជួយតម្រែតម្រង់ចិត្តនឹងឲ្យគិតត្រូវឧទាហរណ៍ថាបានឃើញនៅពុទ្ធបានស្ដាប់ឮពធបានឃើញប្រសង់នឹកដល់អំពើល្អដែលខ្លួនបានធ្វើហើយនឹកដល់ទានដែលបានឲ្យហើយនឹកដល់សិលដែលបានរក្សាហើយការចម្រើនសមាធិបង្អោនចិត្តទៅក្នុងកម្មដ្ឋានជាដើមអញ្ចឹងចិត្តនឹងវាតោងយកអារម្មណ៍ដែលធ្វើឲ្យរីករាយឲ្យមានបៃតៈឲ្យមានសោមនស្សបន្សោមនស្សក្នុងកុសលយើងមានសមត្ថភាពអាចទាញចិត្តនឹងមកនៅក្នុងផ្លូវត្រូវផ្លូវជាកុសលផ្លូវធ្វើឲ្យស្រស់ធ្វើឲ្យចិត្តនឹងសម្បូរសេចក្តីសុខបានប៉ុន្តែផ្ទុយទៅវិញបើយើងបដែតបដោយតាមចិត្តនឹងអកុសលវាទាញទៅឧទាហរណ៍ថាយើងបដោយឲ្យទៅគិតរឿងគេជេរគិតគេរឿងគេនិយាយដើមគិតរឿងដែលកន្លងផុតទៅហើយរឿងមិនល្អអារម្មណ៍ទាំងអស់ហ្នឹងវានាំឲ្យសៅមងចិត្តពីព្រោះអាចជាអនិច្ចារម្មណ៍ហើយយើងអត់មានស្អីទប់អត់មានសតិអត់មានសម្បជញ្ញៈការពារចិត្តមិនឲ្យអកុសលកើតព្រោះនឹកទៅក្តៅនឹកទៅក្តៅនឹកទៅក្តៅអញ្ចឹងបានជានៅក្នុងធម៌យើងមានសមត្ថភាពអាចជួយបើឧទាហរណ៍ថាអារម្មណ៍មិនល្អកើតឡើងសតិនិងសម្បជញ្ញៈសតិស្មារតីនឹងជួយពន្យល់ថារឿងនឹងជាអកុសលវិបាកជាផលរបស់អកុសលកម្មពីអតីតមកអញ្ចឹងវាមកជួបហើយបញ្ញានឹងប្រសាបវាប្រសាបពឹសវាអត់ឲ្យយើងធ្វើអត់ឲ្យយើងកើតទុក្ខខ្លាំងទេបើទោះជាអារម្មណ៍នឹងមិនល្អក៏ដោយឧទាហរណ៍ថាសម្ដីគេឌឺដងប្រឈឺយើងបើយើងអត់មានសតិដើម្បីជួយទប់ស្កាត់ជាខ្សែសីមាទេយើងដេកឈឺចាប់ដោយសារពាក្យសម្ដីឌឺដងគេហ្នឹងហើយប៉ុន្តែបើយើងមានសតិមានសម្បជញ្ញៈសតិបញ្ញានឹងជួយទប់ស្កាត់ណាមកដល់នៅតែមកអញ្ចឹងគេថានៅតែថាតិចនៅតែលឺប៉ុន្តែកំណត់ដឹងថាសង្ខារកើតហើយរលត់ទៅវិញសំឡេងមកប៉ះតិចហើយវាហោះហើរទៅបាត់រលត់ទៅបាត់ហើយអកុសលវិបាកកើតតែមួយផ្លែតហ្នឹងហើយអាសំឡេងអាក្រក់ហ្នឹងមិនធ្វើឲ្យចិត្តរបស់យើងនឹងក្តៅក្រហល់កាហាយទេហេតុអីពីព្រោះមានសតិបញ្ញាហ្នឹងជាអ្នកបន្សាបពឹសអារម្មណ៍ក្តៅហ្នឹងហើយអញ្ចឹងយើងចាំបាច់ត្រូវមានកងការពារសតិបញ្ញាស្មារតីនឹងជួយទាញចិត្តឲ្យមកស្ថិតនៅក្នុងអារម្មណ៍នាំឲ្យកើតបនផងហើយបើអារម្មណ៍ដែលអាចធ្វើឲ្យចិត្តនឹងក្តៅក្រហល់ក្រហាយសតិបញ្ញាស្មារតីនឹងជួយប្រសាបពឹសវាអត់ឲ្យវាមានឥទ្ធិពលមកលើចិត្តរបស់យើងហើយធ្វើឲ្យចិត្តរបស់យើងក្តៅក្រហាយឯឧបមាថារឿងកន្លងហួសទៅហើយអតីតកាលមិនល្អអីចឹងវានៅតែមកលងយើងតាមមនោទ្វារនឹកធម្មអារម្មណ៍ត្រឡប់មកវិញអារម្មណ៍ជាអតីតអារម្មណ៍ហ្នឹងប៉ុន្តែយើងមានសតិបញ្ញាមួយកំណត់ដឹងថាអូអានេះរឿងនេះហួសទៅហើយជារឿងអតីតបើយើងក្តៅក្រហាយស្ដាយក្រោយក៏យើងអត់អាចទៅកែរឿងនឹងបានដែរចាត់ទុកថាជាផលបាបចាស់ទៅចោះបើក្នុងន័យអភិធម្មថារឿងនឹងចប់បាត់ទៅហើយអញ្ចឹងយើងទទួលស្គាល់ថាអ្វីវាមានហេតុគ្រប់គ្រាន់បានកើតឡើងរឿងហ្នឹងអញ្ចឹងចប់ហើយអញ្ចឹងយើងទៅមុខទៀតយើងអត់តោងយកអារម្មណ៍អតីតហ្នឹងនាំឲ្យកើតទុក្ខរហូតដល់បច្ចុប្បន្ននេះមានសតិមានបញ្ញាពយល់ខ្លួនឯងកាត់សេចក្តីទុក្ខនឹងចេញអ
chẳng dương từ một cái hãy dương tiền chất nó ở mình nơi không plei thở không ở ròm nòm ở cả bon cả sự đây chia thá anh nó dương ọt smoke smile dương ọt bả bạ chất chờ này hay dương miên sầm mặt phiệp ai thừa bán đời ca chấm ra ơn nơi sẽ tệ bành nhà ca sẽ đập thua ca bị cha na thua ca thua sầm mặt thì ca sẹp cục mật trừ ca phi diêm rưỡi cùng bỏ bong chào ca phi diêm mà nâng dương ai sum ru plei chặt bài dương bàn chả mau ở tây tất cả rương ra mình lõ bàn chlong cắtជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀតបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយរៀនទទួលរៀនដោះស្រាយហើយកុំបង្កើតបាបថ្មីអីបាបថ្មីគឺភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះឯងអ្នកឈ្មោះថាបានបង្កើតបាបថ្មីហើយបាបថ្មីនោះនឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងរឿងអាក្រក់ដែលបានកើតឡើងឧបមាដូចជាពពកខ្មៅបក់ផាត់មកបាំងពន្លឺជីវិតអ្នកហើយវាក៏បានបក់ផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីភាពមានបានហឺហាអស្ចារ្យរបស់យើងនឹងអាចជាទីតាំងនៃការចំណែននិន្ទាអ្នកដតីងាយវាព្រោះមនុស្សគ្រប់គ្នាគេមិនចេះតែសប្បាយចិត្តនឹងសេចក្តីសុខនិងភាពមានបានរបស់យើងគ្រប់គ្នាទេវាមានអ្នកខ្លះគេមិនពេញចិត្តហើយដោយសារអកុសលដែលមាននៅក្នុងចិត្តគេនឹងធ្វើឲ្យគេទាស់ចិត្តអ្វីដែលយើងមានហ្នឹងហើយដែលយើងបង្ហាញបង្អួតបង្អហ្នឹងក៏ដោយចិត្តលោភៈមានះនៅក្នុងខ្លួនចង់ឲ្យគេដឹងចង់ឲ្យគេស្គាល់អញ្ចឹងទៅក្នុងន័យជាសាមញ្ញជនតែហ្នឹងគេមានគេបង្ហាញអញ្ចឹងប៉ុន្តែនៅក្នុងន័យធម៌របស់ទាំងអស់ហ្នឹងកាមគុណទាំងអស់ហ្នឹងលោកប្រៀបធៀបដូចជាដុំសាច់ចឹងដែលក្អែកវាតាមចឹកស៊ីគ្រប់គ្នាចឹងទៅចឹងវានាំឲ្យមានរឿងនាំឲ្យកើតជាចំណែនឬក៏ពេលខ្លះបកាច់បខូចពលឹះធ្វើឲ្យបង្អាប់បង្អោនកិត្តិយសអ្នកដតីអីចឹងទៅទៀតក៏មានដែរចឹងក្នុងការបង្ហាញទ្រព្យរបស់ហ្នឹងក៏ប្រយ័ត្នប្រយែងដែរពីព្រោះវាជាអាវុធមុខពីរវាអាចធ្វើឲ្យគេសប្បាយចិត្តជាមួយក៏មានវាអាចធ្វើឲ្យគេចំណែននិន្ទាខឹងហ្នឹងក៏មានហើយយើងក៏បង្កើតទម្លាប់មួយ
ទម្លាប់បង្អួតបង្អមានចិត្តលោភៈជាប់ជំពាក់នឹងឲ្យគេដឹងចឹងបានជានៅក្នុងធម៌លោកទាញឲ្យយើងចេះដូចថាប្រើប្រាស់ទ្រព្យរបស់ដែលមានហ្នឹងឲ្យបានជាប្រយោជន៍សម្រាប់អ្នកដទៃជាបុណ្យកុសលសម្រាប់ខ្លួនយើងដូចជាអនាថបិណ្ឌកសេដ្ឋីនាងវិសាខាជាសេដ្ឋីមែនប៉ុន្តែលោកបានធ្វើអំពើជាប្រយោជន៍ដល់សង្គមជាតិរបស់លោកសម័យនោះនិងសង្គមសាសនាមានវត្តអារាមប្រសង់និងកិច្ចការងារធម្មទានអីផ្សេងទៅទៀតដោយទ្រព្យសម្បត្តិដែលលោកមានរហូតដល់ព្រះបាទធម្មមាសោកដែលលោកគិតថាអញជាស្ដេចផែនដីប៉ុន្តែធ្វើទានចាញ់អនាថបិណ្ឌកសេដ្ឋីឯងអញ្ចឹងបងប្អូនញាតិញោមទាំងអស់គ្នាគួរពិចារណាដែរថាគុណតម្លៃរបស់យើងវានៅខាងក្នុងខ្លួនសេចក្តីសុខសេចក្តីទុក្ខនឹងវានៅក្នុងចិត្តរបស់យើងវាធម្មតាវាត្រូវអាស្រ័យនឹងទ្រព្យសម្បត្តិនឹងកិត្តិយសគេឈ្មោះនឹងប៉ុន្តែมันអាចពឹងសេចក្តីសុខរបស់យើងនឹងពឹងទៅលើរបស់ទាំងអស់នឹងទាំងស្រុងបានទេហើយបើនៅក្នុងធម៌លោកចាត់ទុកទាំងអស់អារម្មណ៍ទាំងអស់ហ្នឹងជាអារម្មណ៍របស់កាមគុណហ្នឹងមិនមែនសម្រាប់តែរឿងស្រីប្រុសទាំងរឿងទាំងអស់អ្វីដែលវាឆ្លងកាត់មកតាមភ្នែកតិចជំនន់ដាតកាយចិត្តហើយវាជាទីតាំងនៃការជាប់ជំពាក់ហ្នឹងលោកហៅថាជាកាមគុណហើយធ្វើឲ្យយើងវិវក់វិលវល់ជាប់ជំពាក់ចង់ថាបានហើយគេក៏ចង់បានយើងក៏ចង់បានហើយជាហេតុនាំឲ្យមានចំនួនគ្នានៅក្នុងសង្គមបណ្ណាំងប្រជែងគ្នានឹងឯងអញ្ចឹងតើយើងប្រើដោយប្រុងប្រយ័ត្នទទួលយកដោយសតិស្មារតីកុំគ្រាន់តែចង់បង្អួតបង្អបង្ហាញហើយធ្វើឲ្យយើងវិវក់ជាប់ជំពាក់នឹងការសរសើរលើកជើងហើយជាអាចជាទីតាំងនៃការចំណាយនិន្ទាននៃអ្នកដទៃអញ្ចឹងយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់របរហ្នឹងដើម្បីឲ្យបានជាប្រយោជន៍ដល់ខ្លួនយើងផងគ្រួសារផងសង្គមផងជាបុណ្យកុសលសម្រាប់ក្នុងជីវិតរបស់យើងក្នុងចិត្តរបស់យើងផងបើចំពោះជីវិតជាព្រះសង្ឃវិញព្រះអង្គឲ្យប្រយ័ត្នប្រយែងណារឿងប្រើប្រាស់របស់របរអីសពគ្រប់ទាំងអស់ឲ្យចេះពិចារណាឲ្យចេះថ្លឹងថ្លែងឲ្យចេះប្រើឲ្យល្មមប្រមាណហើយប្រាប់ទៀតថាប្រើនឹងមិនមែនដើម្បីបង្អួតបង្អបង្ហោះបង្ហើបង្ហាញសាច់ជូនអ្នកស្រុកអីទេនឹងនៅក្នុងបច្ចវេកនវិធីដែលព្រះអង្គសម្ដែងអញ្ចឹងយើងគួរសង្រួមកន្លែងហ្នឹងដើម្បីសង្រួមចិត្តរបស់យើងផងហើយដើម្បីឲ្យអ្នកដតីនឹងកុំឲ្យគ្នាកើតបាបដោយសាររបស់នឹងផងយើងរៀនប្រើទ្រព្យដែលជាបុណ្យរបស់យើងដោយសតិបញ្ញាស្មារតីប្រើទ្រព្យដែលជាបុណ្យចាស់ហ្នឹងបង្កើតបុណ្យថ្មីបន្តទៅទៀតជាអរិយទ្រព្យជាប់នៅក្នុងចិត្តជាប្រយោជន៍ទៅក្នុងអនាគតជាតិអនុមោទនានេះញាតិញោមប្រគេនឥដ្ឋសម្រាប់រៀបចំកែលម្អសួនអីស្អាតបាតនេះញាតិញោមរៀបចំធ្វើកន្លែងមាត់ស្រះហ្នឹងឲ្យបានស្អាតបាតកុំឲ្យប្រឡាក់ផុកអញ្ចឹងនឹកឃើញរឿងមួយដែលបរោះម្នាក់គាត់លក់អីវ៉ាន់នៅក្នុងផ្សារទៅអាខាងមុខកន្លែងគាត់លក់ហ្នឹងវាប្រឡាក់ដូចថាផុកកលុកអញ្ចឹងគាត់យកក្បាលគោយកមកដាក់កន្លែងហ្នឹងដើម្បីឲ្យមនុស្សឆ្លងទៅឆ្លងមកកុំឲ្យជន់ផុកហ្នឹងវាប្រឡាក់បនរបស់គាត់ហ្នឹងបានមានសេះមួយលឿនល្អមែនតើប៉ុន្តែអកុសលគាត់នឹងកើតនៅក្នុងកំណើតប្រែតបាបកម្មរឿងមួយរឿងគាត់មិនសូវបានធ្វើទៀនហើយមួយទៀតគាត់លាក់ខោអាវគេចុះទៅងូតទឹកហើយគាត់លាក់ខោអាវគេ
đã hỏi kỳ ngừa bị tật mà với anh miềnเขาáo sliệ vẽ đó chẳng bà cắm thôi quan chỉ cái chỉ prai hay prai nó prai đóเขาáo sliệ vẽ tiệt ra anh nâng lên ở dạo hỏi bàn chỉ bạp thèm tiệt phòng và để chụp hướng nó hướng đi chặt tục thay chia tiền mòm tòm thao và đã tiền nơi dùng váy chỉ bị dạo xa thiền nạ để bảo ông sầm đại thà bàn bon tèng dục càng ngày tầm nàng ơi bọn cừu chạy đi ca và sáng nâng lại cầm cá đồn chi xong làm nó quân lội nhà lường tiêu đại bàn chơi mà châu ruộng cái ca nghe sang bồn của sao vọt của đoàn của từng dưỡng mà bà ca lội nhát phơi phơi mà sai phơi châu tờ bốn kia đừng vọt nè phơi nó bại như kia mà lội nhà chui vừa hay bàn vừa đam chư nó chả á đam đâu bàn chả hay lượng nhà vào ban năm mình toàn group tệ tông nâng bọn luộc nè tục rong hành năng hay bàn châu rùm bọc bùm sụp hư lấy trong ngày đấy bàn vừa cách phải tiền bày chỉ bọn có sáu chui sừng cua chỉ vật nè đợt tây nơi trong sáu sa tì mui pana tị bát vừa ai nè đợt tây bàn sực đầy sóc rụi phật pi sực đầy slap nâng bọn có sáu an này sáng dương bàn rụi phật pi cua nặng cua hay xem chẳng từ bàn nơi tầm lọp tây Sri Lanka nơi pe đại lục của phục nè mà đai sạch nhiệt na chư ngôn tới sọc dướng cho chất bể lệnh tây bờ sọc nút cái tự tình cu pi cái lệnh sát thực hiện thực thàn đầm bây giờ từ bể lệnh nơi cái lệnh áp hay giờ thán nơi bờ tây cái kia bên đầm bòn prey mùi chẳng kia cầm nọt đòi rót tha chia đầm bòn áp hay giờ phum nè na pa bọt bàn này sát nơi cái lệnh nè đội nơi một vàng dương chẳng á nơi một vàng nó từ lệ nó chia áp hay giờ phum tây này nâng để xa đặt bàn này cho nên vật xây là cá nó kia cùng nát đây mà cái lại nó prey mà cái lại nó chỉ prey áp hay áp phùm hay cái vô sạt nâng từ bể nâng tập lọp màu với cái chun bún lúc ở bụng đẹp mà đai tha bụng cái mà khi mà bàn bể sạt sừng cua chỉ vật cái oi pot pi cái lại sầm lạp chẳng bún có xó sâu mai ăn mua từ ní hay sâu mai bàn chia sạt bài piro kia piệt chẳng á miền cả này muối nữa bụng mà đai chứ cái này muốn lốp tới chui đôi thà ở bộ ở cháy sạch để tinh pi cái lại sạch thực hiện thực thà nữa và mỗi lối bán tinh pi tinh bán sạch cô nâng pi cô tí bấy với mình thử mau cái cặp đây vì phủa cái yêu pi chế nhà tí bấy thử mau ở cái cặp này đã tí bấy nó bị dùng mà đổi rồi nhà vì sọ tất phân đê tọ nâng cái lại đây cái tình nâng về hạt đôi chiên vậy tha hai đây mình chui khiêm phong chui tả pi mục chăng hay luộc anh nát luộc nè tư chỉ muối nâng luộc anh nát luộc để chê chỉ muối kia chẳng tới cô bán hơi bao mình chui với đôi mình đôi thâu về mình chết á vì sợ tất nên đã nâng mục chăng cô bộ mô lùi kia tính nhà cô thì bay nó vô từ bể lệnh này bắt nào với đây chùm lại đúng nơi pe đài đặt cô nó vô từ bể lệnh cô thì bay nó về màu luật chủ cung đây một luộc về màu luật chủ cung với hạ đôi chỉ tha sông o côn này bán chui sừng cua chỉ vật chẳng á hai cô về từ nơi nông prey nâng từ cái lại nhà pay phum bỏ rót kia nâng từ chẳng chạy mũi đại dương kích bị cha mà sầm qua thà dương bàn chui sừng cua chỉ vật nẹt ở tây nơi nông thô thắc cà rẽ xa sơ lắm bởi vậy vì Paul P.A. này xong nâng phung phua trên ca ôi tiền ngay á ca chia viên vì ca sầm lạp ca lui ca bật khó nông cam ca của họ ca thật tắc sự vấn nâng bon này thưa ta mày dạ ca rẽ xa sơ lắm bàn bon trả ơn trên ca thưa tiền nâng róp rồi đòn vì prua bờ ôi bài ôi tất nâng ao rồi bỏ bò đi phụ bên là ca đã xa sát cứ ao chỉ vật nè đợt tây hay ao kia bàn sọc ao kia bàn sọc cái đống mà rung mình đi ao kia thì chẹt thì chùm hay bon nâng để thật mua thà bàn pha này xong chớ nơi xa thưa ai nè đợt tây nâng bàn sự cái đây sọc rồi phật bị tục chẳng xôm nhận nhôm tầng á mua từ đi
ប្រកាន់ច្រើនអ្នកខ្លះប៉ះមិនបានទេប្រកាន់ច្រើនខឹងច្រើនលើសលួសអីតិចតួចឆាប់ឈួលក្តៅក្រហាល់ក្រហាយច្រឡោតទប់មិនបានឡើយងាកទៅណាក៏ទឹះគិតរឿងអីក៏នាំឲ្យមួម៉ៅហើយចូលចិត្តរំលឹករំលើករឿងដដែលរហូតដល់គេធុញគេលែងចង់ស្ដាប់បើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកយូរទៅផ្លូវចិត្តអ្នកនឹងមានវិបត្តិជីវិតអ្នកនឹងក្រៀមក្រំរោគសុខមិនសូវឃើញឡើយការប្រកាន់ច្រើនព្រោះចិត្តមានអ្នកច្រើនមានទោសៈច្រើនភ្លើងឆេះក្នុងចិត្តច្រើនអ្នកប្រទុសរាយនឹងអារម្មណ៍ក៏ច្រើនហើយធ្វើឲ្យចិត្តអ្នកក្រហល់ក្រហាយក៏ច្រើនដែរចូលចម្រើនសតិកំណត់ដឹងថាចិត្តខឹងចិត្តប្រកាន់ច្រើននោះជាចិត្តមិនល្អជាចិត្តមានមេរោគដែលនាំឲ្យជីវិតអ្នកអាប់អួរហើយរៀនដូរចិត្តដូរអារម្មណ៍មកគិតរឿងថ្មីរឿងល្អរឿងជាកុសលវិញម្យ៉ាងទៀតអ្នកត្រូវរៀនទទួលស្គាល់ថាមនុស្សមិនដូចគ្នាទេម្នាក់សន្សំនិស្ស័យមកខុសគ្នារបៀបគិតក៏ខុសគ្នាដែរព្យាយាមចម្រើនបញ្ញាកំណត់ដឹងថាអ្វីមិនចេះតែបានតាមចិត្តអ្នកបង្ខំទេមានហេតុគ្រប់ទើបផលអាចកើតឡើងបានបើហេតុមិនគ្រប់ទោះអ្នកបង្ខំយ៉ាងណាក៏មិនបានឡើយវាមានតែធ្វើឲ្យអ្នកខ្វល់ខ្វាយចិត្តខ្លាំងតែប៉ុណ្ណោះរៀនទទួលស្គាល់ការពិតថាជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចប្រាថ្នាទេជាសច្ចភាពនៃជីវិតម្យ៉ាងទៀតរៀនចម្រើនមេត្តាផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងថាសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមកុំឲ្យខ្ញុំខឹងគេសូមកុំឲ្យខ្ញុំចងពៀនឹងគេរៀនផ្សាយមេត្តាដល់ខ្លួនឯងរឿយបន្តិចម្ដងរួចពង្រីកសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់សូមឲ្យសពសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខទម្លាប់ចម្រើនមេត្តារឿយចិត្តអ្នកក៏បានត្រជាក់បន្តិចម្ដងការទាញចិត្តពីភាពមួម៉ៅក្តៅក្រហាយការប្រកាន់ច្រើនឲ្យសុភាពរៀបសារទន់ភ្លន់មិនមែនជារឿងងាយស្រួលទេតែអ្នកត្រូវតែព្យាយាមត្រូវរៀនកែទម្លាប់ទាស់ចិត្តច្រើនចេញរៀនដូរចិត្តដូរអារម្មណ៍រៀនទទួលស្គាល់ការពិតថាអ្វីមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកឡើយធម៌ទាំងឡាយជាអនត្តារៀនព្រមរៀនទទួលស្គាល់ការពិតចិត្តអ្នកនឹងបានធូរស្បើយពីទុក្ខកង្វល់មិនខាន
hạt để nôm ỏi bon ỏi phal á lục hạt thà sầm bát nó miền buồn bà nè nam miền sầm bát nó buồn nó bon nghề hồ châu bon nghề ỏi phal á hai bậc cô na đại mình miền vị sầm bát thế bài chỉ miền vị bát vĩnh tôi chỉ miền bon có bon hồ châu mình ruồi đài sầm bát nó miền ấy khác miền cái tệ sầm bát ban một cào khăn ông sọc cái tệ phúc chia mình nuôi chia tê và đa chẳng nghe ya bon bìa tây tạ nghe ao park không cầm nào chia mình nuôi ban không cầm nào chia sát đê để chan à bài phúng bon mình nghe ao park lê tăng à với pro video trọ châu mình khơi cầm nào chia tục cái tệ này nhưng cái nào lượng mình tị tới cho cả pi năm môn covid nâng từ bật tê bà rắn con cha từ ở rộp xong tốt lược rước nâng là bày chọp thế mình uột thả bàn đài thế này còn nâng miền côn còn chấm cài đài thấy bị quạt slap tới quạt chạy lùi ở côn phong quạt chạy lùi ở sổ nọ nâng phong thấy còn miền nẹ bầm ra nẹ bạc làn ở quạt ba quạt chạy trộm ở chấm nấy ở nẹ bạc làn ở quạt nâng hay chấm quạt chạy trộm ở sổ nọ nâng chả này pi liền này chẳng có pi liền lùi kia đúng á vì chả này nè hay chấm côn nè cái chồng bán lùi cái nâng vì bố cái với mình chạy lùi ấy nó con chả nó mà mình chạy lùi ấy trong việc to là miền mà cha nè cục cồn cái nâng chẳng bắt đăng cái này rồi việc nè bạc lan hay nâng côn vì bố nè bạc lan nó snap sna chỉ mùi nâng cái nâng à hay lùi nó vừa bán từ lư nè bạc lan nâng hay côn kia mình prom cái tha cái nó cua tại bàn màu kê hơi kê miền sứt cục cồn lừa lùi nâng đang lao tại là cả mơ con cha ở xạ con cha kết mơ tại là ca cua tại cắt cái đây ao pina nè tại tuôn bàn lùi nâng con cha nè nhẹ con cha này ông tôi vậy mơ ao mà cha lan bàn lối rồi có ao cô nâng bàn lùi mơ con cha hôm hào sọt tịnh mới ao pina ao cha lan rồi có ao cồn nó con cha ao cha lan tại lại bàn thưa tại là ca parang ba này bạn đang tại là cá nó có cái cắt cái đấy ấy từ mà cha lan tới bị pro mà cha lan nâng nè mưa thái sổ nọ nâng bàn lùi nâng giờ ao cái nâng phân cái nâng pra lùi nâng o hết nhân vô mà liền pi liền nâng pra o hết o thế chẳng ạ xong bây tại miền hơi nó có pra mình bàn bị pro cao được nóng cái tệ vị bát cầm náo mình lõ mình ai vô phò bồn nó vô một pra cao chẳng có nói như nhôm đó chẳng bạn dường tầng ở kia nó sắp tay được nóng cái tệ sầm bát cứ cầm náo chỉ mình nu để ai từ tua phò bồn hơi ai pra phò ai thì xong này bồn nâng bàn giờ từ pra tình đồ ấy chẳng cao từ nâng sầm bát ti mùi sầm bát tí pí để nôm ơi bon nghe ơi phò đấy cứ ốp thị sầm bát cả máu miền đáy miền trường miền ở vẹ miền này để chị cho máu nắng cướp cướp là ngày chẳng từ nào màu ná của miền để chị đạp từ nào màu ná của miền này mưa đạp thua rồi có mưa sập phơi thua rồi có từ nam môn này chua bả say tẹt tông chỉ mùi nè ná cộ sao là vị bạ nó nghe ao phò là vì bro ân tri nó về phô là phong đòi áp đòi ẩm nái này bon ao phò máu nó nè khác đôi chạ của ba lấy con cha mơ bon ọt cục á chạ của ba là thái luộc thọp cao chìa pet nề bạc cài này hay niềng mình nè nắng màu chư nè dù hai màu rồi pet ná của chị bà mình chia lư là bay thầy chặt của bà nâng tây tại chiết nâng thầy chỉ cừu pet
បកែជំនាញណាបើលោកគ្រូព្យាបាលខ្ញុំខ្ញុំសុកចិត្តនៅបំរើលោកគ្រូមកពូជដល់ពេលលោកគ្រូពេទ្យនឹងដាក់ថ្នាំទៅវាត្រូវវាធូរអញ្ចឹងគាត់នឹកឃើញតែអញមិនស្រួលទេបើជាមែនត្រូវមិនញាតិញោមបើជាមែនត្រូវនៅបំរើហេរវិធីសាស្ត្រដោះពាក្យដោះសម្ដីហ្នឹងណាទៅប្រាប់លោកគ្រូពេទ្យតែលោកគ្រូពេទ្យអើយភ្នែកខ្ញុំកាន់តែពិបាកទៅងឹតទៅហើយលោកគ្រូពេទ្យដឹងតនាងនេះលេងល្បិចជាមួយអញតើនេះនាងឯងចង់ប្រើល្បិចអញដាក់ថ្នាំឲ្យងឹតភ្នែកឲ្យខ្វាក់ភ្នែកបដ ாய் បាបពេកញាតិញោមបាបពេកបាបហ្នឹងហើយចុងក្រោយព្រះចក្របាលថេនឹងផ្ទុះភ្នែកទាំងសងខាងហើយញាតិញោមហើយបានត្រាស់ជាព្រះអរហន្តប៉ុន្តែត្រូវពីការមួយជីវិតទៅហើយមានមើលអីឃើញទៀតញាតិញោមដើរចង្ក្រមជន់ទាំងមេភ្លៀងគេស្ដីគេបន្ទោសរឿងបាណាតិបាតអីផ្សេងទៅទៀតអាហ្នឹងឧបធិសម្បត្តិហ្នឹងវាអត់គ្រប់គ្រាន់ប៉ុនហ្នឹងវាស្ទើរអញ្ចឹងកណាគុណចាស់ញាតិញោមគួរមានហិរិអោតបៈទៅខ្មាស់បាបខ្លាចបាបមិនគ្រាន់តែខ្មាស់ឯងខ្លាចថាបាបហ្នឹងវានាំផលជាទុកមកឲ្យចឹងអត់ហ៊ានធ្វើបាបហ្មងមិនធ្វើបាបដោយសារខ្មាស់គេខ្លាចគេដឹងឯងអត់ទេគឺថាដឹងថាដុំភ្លើងហ្នឹងវាក្តៅអញមិនហ៊ានប៉ះគិតក្នុងចិត្តថាអកុសលហ្នឹងមិនហ៊ានធ្វើពីព្រោះវានាំសេចក្តីទុកមកឲ្យយើងវាមានអោតបៈខ្លាចចឹងហ្មងខ្លាចអំពើបាបហ្នឹងដោយអំណាចនៃការមាននៅកម្មសកតាបញ្ញាកំណត់ដឹងថាសត្វលោកហ្នឹងវាប្រព្រឹត្តទៅតាមអំណាចកម្មអញ្ចឹងហើយបើអ្នកដែលអត់មានកម្មសកតាបញ្ញាកម្មសកតាសទ្ធាទេអត់ជឿទេធ្វើអក្រក់តាមតាចិត្តចង់ចុងក្រោយចាញ់បោកបាបធ្លាក់នរកធ្លាក់ប្រែតរងទុកតាំងមកយំមិនបានជីវិតខ្ញុំខុសគេញាតិញោមធ្លាប់ឮអ្នកតោអញ្ចឹងឯងញាតិញោមធ្លាប់ទេហ្នឹងហើយមិនគោកំសត់ម៉ែជីវិតខ្ញុំហើយការពីធ្វើបាបអត់គិតអញ្ចឹងទេហ្នឹងហើយអញ្ចឹងបានព្រះអង្គសម្ដែងនៅក្នុងបគាថាធម្មបទហ្នឹងហើយបុគ្គលពីលពេលធ្វើបាបហ្នឹងសម្គាល់ថាបាបហ្នឹងមានរសជាតិផ្អែមដូចជាទឹកឃ្មុំអញ្ចឹងប៉ុន្តែដល់ពេលបាបឲ្យផលបានដឹងថាអូបាបនេះជាទុកណាស់នឹងយើងមើលជាងមាសទាំង4នាក់ដែលធ្លាប់មានទ្រព្យមានលុយមានកាក់ច្រើនបែកគំនិតគិតយកលុយទៅទិញនាងនេះនាងនោះដើរយកប្រពន្ធគេកូនគេមកលេងមកសបាយដាច់កាមេទីណាទីណែងធ្លាក់ទៅណាញាតិញោមធ្លាក់ទៅនរកហើយត្រូវក្តៅឆេះនៅក្នុងផ្ទះភ្លើងទុងដែងហ្នឹងហើយស្រែកហើយទុស័កអ្នកសោក្នុងធម្មបទហ្នឹងមានហើយគុណចាស់ហើយជាសរុបមកសត្វនរកទាំង4ហ្នឹងតើអើយកាលពីអញនៅរស់អញធ្វើតែអាក្រក់ជីវិតអញនឹងរស់នៅអត់បានប្រយោជន៍សោះហ្មងណាទុស័កអ្នកសោហ្នឹងហើយនរកផ្សេងទៀតថាអញបើបានមកកើតជាមនុស្សវិញអញនឹងធ្វើទានអញនឹងរក្សាសិលឲ្យអស់ពីចិត្តពីថ្លើមហ្នឹងសត្វនរកហ្នឹងតម្រាំតែបានងើបកផុតពីភ្លើងនរកហ្នឹងមកឲ្យត្រូវធ្លាក់ទៅក្នុងផ្ទះនរកនឹងផ្ទះស្ទង់ដៃនឹងវិញអញ្ចឹងក្នុងកំណើតជាទុក្ខតិនឹងមិនងាយនឹងទទួលផលបុណ្យបានទេហើយយើងមានកំណើតល្អជាមនុស្សហើយជាកតិសម្បត្តិហើយអញ្ចឹងបានទី2ឧបធិសម្បត្តិមានភ្នែកមានដៃមានជើងមានមុខមានមាត់មានតិចច្រមុះនឹងល្អប្រឹងប្រែងសាងកុសលទៀតទៅបានឱកាសបុណ្យចាស់ឲ្យផលហើយក៏ជាឱកាសនៃការសាងបុណ្យថ្មី